យូរបានមកលេងម៉ែម្ដងនិយាយពីថាកូនរបស់ខ្ញុំហ្នឹងគឺទាមកលេងញឹកញាប់មែនតែនប៉ុន្តែមិនសូវជាមានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់ជួយមកលេងសោះតែថ្ងៃហ្នឹងបានជុំគ្នាមួយប្អូនក៏ទៅលេងក៏ទៅហើយគ្រាន់តែមកដល់ស្រុកមិនទាន់ណាបងប្អូនចាប់ផ្ដើមទៅបេះខ្វិតមកកាក់ហើយមានម្ទេសមានអីហ្នឹងគឺបុកបើម្ទេសញ៉ាំជុំគ្នាហើយញ៉ាំរួចរាល់អញ្ចឹងទៅពេលល្ងាចបន្តិចខ្ញុំចាប់ផ្ដើមងាស់ទឹកស៊ុបមួយឆ្នាំងធំតែម្ដងព្រោះសមាជិកច្រើនអញ្ចឹងត្រូវធ្វើឲ្យច្រើនបន្តិចចាប់ផ្ដើមរៀបចំលាងបន្លែលាងសាច់លាងអីចឹងណាយើងរៀបចំទុកមុនចឹងទៅពេលបងប្អូនមកជួបជុំគ្នាយើងញ៉ាំជុំគ្នាឲ្យតែខ្ញុំមកគឺមិនដែរចោលទេទឹកស៊ុបធ្វើញ៉ាំជុំគ្នាឬក៏គោឡើងភ្នំអីនឹងតិចច្រើនគឺដឹងតែធ្វើហើយព្រោះការញ៉ាំបែបនេះតិចយូរម្ដងគឺលក្ខណៈមិនងាយមានទេណាបងប្អូនអញ្ចឹងយើងត្រូវតែបង្កើតកម្មវិធីដោយខ្លួនឯងផងដែរហើយខ្ញុំពឹងឲ្យកូនស្រីខ្ញុំថតនិយាយពីថាអូយថតចាប់ប្លង់បានស្អាតណាស់បងប្អូនហើយគឺថាពិបាកមើលមែនទេគឺចាប់ទៅចាប់មកហើយខ្ញុំនេះចាប់ផ្ដើមរៀបចំដាក់ចានដូចអ្នកលក់ស៊ុបចឹងណាបងប្អូនមួយចានអីចឹងទៅតំណងដែរហើយពូអីធីវិញកំពុងតែបកបកាបកអីឲ្យម៉ែអីចឹងទៅយូរបានជុំជុំម្ដងអញ្ចឹងត្រូវតែរៀបចំឲ្យគាត់ហើយអញ្ចឹងបងប្អូនប៉ុណ្ណឹងមកមិនតាន់អស់ហើយគឺនៅមកបន្តគ្នាទៀតអីចឹងទៅហើយអ្នកដូចថាក្មេងៗអីរៀងគ្នាយប់ដែរគ្នាឃ្លានអញ្ចឹងទៅគឺរៀបចំឲ្យបរាអញ្ចឹងណាបើតាមចាំមិនបាច់ទេបងប្អូនហើយកូនច្រើនយ៉ាងនេះយំពេញផ្ទះតែម្ដងហើយខ្ញុំនេះចាប់ផ្ដើមថាបានញ៉ាំបានរៀបចំអញ្ចឹងគឺថាមិនងើយតែម្ដងញ៉ាំយកតែម្ដងណារៀបចំមួយឆ្នាំញ៉ាំជុំគ្នាអីចឹងទៅយូរយើងជួបជុំគ្នាម្ដងបរិយាកាសយើងគួរតែបង្កើតឲ្យមានរីករាយញ៉ាំអីជុំគ្នាគឺមានតែប៉ុណ្្នឹងឯងសមាជិកគ្រួសារចឹងបើសិនជាយើងមិនធ្វើទៀតដើរពេលណាហើយឥឡូវពេលដែលញ៉ាំឆ្អែតហើយគឺចាប់ផ្ដើមចារកកន្លែងគេងហើយគឺថាក្រាកាទេមកល្វែងតែម្ដងគឺនៅជុំគ្នាពីរគ្រួសារ8នាក់គេងបានគ្រប់ដែរណាបងប្អូនហើយបើក្មេងៗចេះណាស្កត់ជើងមុងស្កត់អីចឹងទៅចាវីដេអូនេះគឺថាបែបលក្ខណៈដូចទៅលេងបុណ្យទានចឹងតែការពិតមិនមែនទេណាបងប្អូនគឺទៅដូចជាចុងសប្តាហ៍ចាបាយបាយ